ខ្ញុំព្រះករុណាសូមថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតដែលរកវត្ថុដតីស្មើពុំមានសូមថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរចំពោះពុទ្ធបរិស័ទអ្នកមានសទ្ធាជ្រះថ្លាដែលបានសិក្សាព្រះអភិធម្មក្នុងឱកាសនេះវីដេអូទី16នេះនឹងសម្ដែងពីអាយុសត្វនរកនឹងសម្ដែងលោកន្តនរកជាដើមទៅអាយុសត្វក្នុងមហានរកទាំង8 1សញ្ជីវនរកមានអាយុ500ឆ្នាំជាអាយុកັບមួយថ្ងៃមានអាយុ9លានឆ្នាំមនុស្ស500ឆ្នាំត្រូវជា 162,000 កោដឆ្នាំមនុស្ស 2កាលសុតនរកមានអាយុ 1000 ឆ្នាំជាអាយុកັបមួយថ្ងៃមានអាយុ36លានឆ្នាំមនុស្ស 1000 ឆ្នាំត្រូវជា 1,296,000 កោដឆ្នាំមនុស្ស 3សង្ឃាតនរកមានអាយុ 2000 ឆ្នាំជាអាយុកັបមួយថ្ងៃមានអាយុ144លានឆ្នាំមនុស្ស 2000 ឆ្នាំត្រូវជា 10,368,000 កោដឆ្នាំមនុស្ស 4រោរវនរកមានអាយុ 4000 ឆ្នាំជាអាយុកັបមួយថ្ងៃមានអាយុ576លានឆ្នាំមនុស្ស 4000 ឆ្នាំត្រូវជា83លាន 140,000 កោដឆ្នាំមនុស្ស 5មហារោរវនរកមានអាយុ 8000 ឆ្នាំជាអាយុកັបមួយថ្ងៃមានអាយុ2304លានឆ្នាំមនុស្ស 8000 ឆ្នាំត្រូវជា663លាន 552,000 កោដឆ្នាំមនុស្ស 6តាបននរកមានអាយុ 16,000 ឆ្នាំជាអាយុកັបមួយថ្ងៃមានអាយុ 9,216 លានឆ្នាំមនុស្ស 16,000 ឆ្នាំត្រូវជា 5,308លាន 416,000 កោដឆ្នាំមនុស្ស 7មហាតាបននរកមានអាយុធៀបនឹងកន្លះអន្តរកັບរបស់មនុស្ស 8អវជ័យនរកមានអាយុធៀបនឹង1អន្តរកັບរបស់មនុស្សលោកន្តៈប្រែថារវាងលោកគឺរណ្ដៅសត្វនរកពួកមួយមានការរស់នៅដោយសត្វប្រជៀវបានទំនៅលើកំផែងចក្រវាលងងឹតសូន្យគឺមិនមានពន្លឺឡើយមានសេចក្តីហេវអាហារយ៉ាងខ្លាំងបានស្ទាបរាវធ្វើដំណើរទៅរឿយលុះបានជួបគ្នាពេលណាក៏ប្រវាចាប់គ្នាស៊ីជាអាហារហើយក៏ធ្លាក់ចុះទៅក្នុងទឹកក្រុតខាងក្រោមរលាយខ្សលភ្លាមហើយក៏កើតឡើងវិញភ្លាមទើបធ្លាក់ទៅយ៉ាងនោះទៀតវិលទៅវិលមកយ៉ាងនេះរហូតអស់កម្ម 2ភូមិរបស់សត្វដេរឆានសត្វដេរឆានជាសត្វប្រព្រឹត្តទៅបែបទទឹងគឺពេលដើរទៅរៀងទទឹងផែនដីគឺក្បាលឈ្ងោកចុះក្រោមឬសត្វដែលប្រព្រឹត្តទៅទទឹងមគ្គផលគឺមិនមានឱកាសសម្រេចធម៌បានឡើយសត្វដេរឆានជាភូមិមួយផ្សេងក៏ពិតមែនប៉ុន្តែមិនមានភូមិជាទីលំនៅរបស់ខ្លួនដោយចំពោះទេបានអាស្រ័យនៅក្នុងមនុស្សលោករីឯនៅទេវលោកនិងព្រហ្មលោកមិនមានសត្វដេរឆាននៅរួមជាមួយទេសត្វដេរឆានមានចំនួនច្រើនណាស់នៅលើគោកក៏មាននៅក្នុងទឹកក៏មានហើយមានច្រើនជាងសត្វនៅលើគោកទៅទៀតផងរូបរាងក៏ខុសពីគ្នាគឺហួសពីការពណ៌នារូបរាងធំក៏មានតូចមើលមិនឃើញដោយភ្នែកក៏មានដើម្បីឲ្យយល់បានងាយទើបញែកប្រភេទសត្វដេរឆានជា4ពួកគឺ 1. អបតៈតិរឆានពួកសត្វដេរឆានដែលមិនមានជើងសោះដូចជាត្រីពស់ជន្លេនជាដើម 2. ទ្វិបតៈតិរឆានពួកដេរឆានដែលមានជើង2ដូចជាសត្វស្លាបសត្វទាសត្វមាន់ជាដើម 3. ចតុបតៈតិរឆានពួកដេរឆានដែលមានជើង4ដូចជាដំរីសេះគោក្របីជាដើម 4. ពហុបតៈតិរឆានពួកសត្វដេរឆានដែលមានជើងច្រើនដូចជាពីងពីងក្អែប
មករើមព្រះជាដើមព្រះពោធិសត្វទាំងឡាយចាប់ពីបានទទួលព្យាករជាដើមមកមិនកើតក្នុងសភាព16យ៉ាងគឺ1មិនកើតជាមនុស្សព្រៃ2មិនកើតជាទេវបុត្រមា3មិនកើតជាអសញ្ញសត្វព្រំ4មិនកើតជាសុទ្ធាវិសព្រំ5មិនកើតក្នុងចក្រវាលដតី6មិនកើតជាអរូបព្រំ7មិនកើតជាមនុស្សស្រី8មិនកើតជាទាសករ9មិនកើតជាមនុស្សខ្វាក់មនុស្សគោមនុស្សថ្លង់10មិនកើតជាមនុស្សឃ្លួង11មិនផ្លាស់ប្ដូរភេទ12មិនធ្វើអនន្តរិយកម្ម5 13មិនកើតក្នុងលោកណ្ណរៈ14មិនកើតក្នុងអវិជ័យនរៈនិងមិនកើតជាខុពិបាសិកប្រេតនិច្ឆាមតណ្ហិកប្រេតកាលកញ្ជីកប្រេត15មិនកើតជាសត្វតូចជាងសត្វក្រួចនិងមិនកើតជាសត្វធំជាងសត្វដំរី16មិនបានសម្រេចព្រះអរិយបុគ្គលក្នុងរវាង4អសង្ខ័យ1សែនកាប់សត្វតិរិឆានមានសញ្ញា3យ៉ាងគឺ1កាមសញ្ញាដឹងក្នុងការសែបកាម2គោចរៈសញ្ញាចេះបរិភោគអាហារ3មរណសញ្ញាចេះខ្លាចស្លាប់ធម្មសញ្ញាសត្វដែលចេះដឹងខុសត្រូវល្អអាក្រក់ដឹងកុសលអកុសលមិនមានទេចំពោះសត្វទាំងឡាយវាតែសត្វតិរិឆានពួកខ្លះប៉ុណ្ណោះដូចជាព្រះពោធិសត្វឬអកសាវៈទើបមានធម្មសញ្ញាបានសត្វតិរិឆានស្គមហើយលំបាកព្រោះអត់អាហារក៏មានសម្បូរអាហារហើយធាត់ក៏មានលំបាកតិចតួចក៏មានតែមានតិចប៉ុណ្ណោះភាគច្រើនគឺលំបាកខ្លាំងមានសេចក្តីសុខតិចណាស់សត្វខ្លះមានឱកាសធ្វើបុណ្យបានខ្លះតែតិចតួចប៉ុណ្ណោះសត្វដែលមានឱកាសធ្វើអកុសលមានច្រើនឥតកណនា3ភូមិនៃសត្វប្រេតគឺសត្វនៅឆ្ងាយពីសេចក្តីសុខទាំងឡាយប្រេតប្រភេទខ្លះជាអ្នកអាស្រ័យអ្នកដតីរស់នៅប្រេតភូមិគឺភូមិរបស់ប្រេតសត្វប្រេតមានសេចក្តីក្តៅក្រហាយព្រោះរស់នៅដោយអត់អាហារលំបាកដោយប្រការផ្សេងខុសគ្នាពីសត្វនរកដែលមានការក្តៅក្រហាយដូចគ្នាតែនរកក្តៅក្រហាយព្រោះត្រូវដាក់ទោសដាក់ទណ្ឌកម្មធម្មតាប្រេតទាំងឡាយមិនមានទីលំនៅដោយចំពោះទេដូច្នេះប្រេតនៅទូទៅដូចជាព្រៃភ្នំជ្រោះកោះបាឆាជាដើមដែលមនុស្សភាគច្រើនហៅថាខ្មោចយក្សឬប្រេតមានច្រើនចម្ពោះតូចក៏មានធំក៏មានហើយអាចធ្វើឲ្យឃើញជាឥដ្ឋារម្មណ៍គឺអារម្មណ៍ជាទីប្រាថ្នាដូចជាទេវតាមនុស្សតាបោះភិក្ខុសាមណេរយាយជីជាដើមក៏បានធ្វើជាអនិច្ចារម្មណ៍ក៏មានគឺធ្វើជាសត្វផ្សេងដូចជាក្របីដំរីគោឆ្កែជាដើមឬធ្វើជារូបរាងសន្តានគួរឲ្យខ្លាចក៏មានពួកខ្លះបរិភោគអាហារសំណល់នៅកន្លែងស្មៅគ្រោកបរិភោគសេមហៈទឹកមាត់ឧច្ចារៈក៏មានប្រេតខ្លះមានការសោយទុកស្រដៀងនឹងសត្វនរកក៏មានប្រេតនិងនរកខុសគ្នាគឺប្រេតមិនមាននាយនិរយបាលមកបង្កប់បញ្ជាដាក់ទោសដូចជាសត្វនរកទេគឺពួកប្រេតត្រូវកម្មរបស់ខ្លួនឯងដាក់ទោសខ្លួនឯងប៉ុណ្ណោះប្រភេទនៃប្រេតផ្សេងដែលមានក្នុងគម្ពីរគឺប្រេត4ពួកមានក្នុងពេតវត្ថុអត្តកថាគឺ1បរតតោបជីវិកប្រេតចិញ្ចឹមជីវិតដោយអាស្រ័យអ្នកដតីធ្វើបុណ្យឧទ្ទិសកុសលទៅឲ្យតែត្រូវធ្វើឲ្យត្រូវក្នុងអង្គ3ប្រការដោយប្របាទពុំពិសាបានធ្វើកន្លងមកប្រេតនេះបានទទួលកុសលនោះហើយក៏ស្លាប់ពីប្រេតហើយទៅកើតក្នុងសុគតិភូមិ2ខុបពិបាសិកប្រេតលំបាកព្រោះស្រេកទឹកហេវអាហារជានិច្ចមិនមានឱកាសទទួលទានបានឡើយខុសគ្នាពីពួកប្រេតទី1ខាងដើម
ដែលមានឱកាសទទួលកុសលបាន3និច្ឆាមតណ្ហិកប្រេតប្រេតត្រូវភ្លើងឆេះឲ្យក្តៅរហូតទៅ4កាលកញ្ជីកប្រេតប្រេតក្នុងពួកអសុរកាយអាចរួមជាមួយប្រេតក៏បានហៅថាប្រេតក៏បានឬហៅថាអសុរកាយក៏បានព្រះពោធិសត្វទាំងឡាយចាប់តាំងពីបានទទួលពុទ្ធពយករជាដើមមកប្រសិនបើទៅកើតជាប្រេតគឺកើតជាបរតតុបជីវកប្រេតមួយពួកប៉ុណ្ណោះមិនកើតជាប្រេតដតីឡើយប្រេត12ពួកមានក្នុងលោកបញ្ញត្តិបកនិងឆកតិទីបនីបកគឺ1វន្តាសប្រេតប្រេតបរិភោគទឹកមាត់សិមហៈកំអួតជាអាហារ2គុណបាសប្រេតប្រេតស៊ីសាកសពមនុស្សឬសត្វជាអាហារ3គូថខាតិកប្រេតប្រេតស៊ីឧច្ចរៈផ្សេងមិនថារបស់មនុស្សឬសត្វជាដើមជាអាហារ4អគិជាលមុខប្រេតប្រេតមានអណ្ដាតភ្លើងឆេះចេញមកតាមមាត់រហូតទៅ5សូជីមុខប្រេតប្រេតមានមាត់តូចប៉ុនម្ជុល6តណ្ហត្ថិតប្រេតប្រេតត្រូវបៀតបៀនឲ្យស្រេកទឹកនិងហេវអាហាររហូតទៅ8សត្វថង្កប្រេតប្រេតមានក្រចកដៃជើងវែងហើយមុតដូចកំបិតដើម្បីកោសសាច់របស់ខ្លួនឯងយកមកស៊ីជាអាហារ9បបតង្កប្រេតប្រេតមានរាងកាយខ្ពស់ហើយធំប៉ុនភ្នំ10អចករង្គប្រេតប្រេតមានរាងកាយដូចពស់ថ្លាន់11វេមានិកប្រេតប្រេតត្រូវសោយទុកពេលថ្ងៃពេលយប់សោយសុកក្នុងវិមានដូចជាស្ដេចយមរាជជាដើម12មហតិកប្រេតប្រេតមានរិទ្ធខ្លាំងអាចនិមិត្តអ្វីក៏បានបើមានគេមកបូជាក៏បានរបស់យកមកទទួលទានហៅថាបញ្ឆោតស៊ីនោះឯងប្រេត21ពួកមាននៅក្នុងព្រះវិន័យគឺ1អធិសង្កលិកប្រេតប្រេតមានឆ្អឹងជាប់គ្នាជាកំណាត់មិនមានសាច់អណ្ដែតទៅលើអាកាសមានអត្តភាពវែងប្រមាណ1យោជន៍ហើយមានទុក្ខវេទនានៅនឹងដុំសាច់ប៉ោងឡើងដូចជាបុសទទួលសម្ផស្សដើម្បីសោយផលនៃអកុសលកម្មមានវងថ្មាតយៈខ្លែងយៈនាំគ្នាឆ្វែលចាប់ខ្វាត់ខ្វែងហើយចឹកតាមចន្លោះឆ្អឹងក្រវីប្រេតនោះទៅមកប្រេតនោះយំឮសំឡេងខ្លាំងពួកយៈជាទេវតានៅឋានចាតុមហារាជិកាចូលចិត្តមកធ្វើទុក្ខដល់សត្វប្រេតព្រោះជាតិមុនចូលចិត្តរោគរឿងគេបៀតបៀនគេទោះជាទៅកើតដោយកុសលកម្មក៏ដោយតែក៏ចូលចិត្តធ្វើយ៉ាងនោះទៀតអធិសង្ឃលិកប្រេតការកើតជាមនុស្សជាអ្នកសម្លាប់គូវះសាច់ចេញពីឆ្អឹងហើយយកទៅលក់ចិញ្ចឹមជីវិតដោយវិបាកកម្មប្រេតនោះបានធ្លាក់នរកអស់កាលដ៏យូរលុះផុតពីនរកហើយមាននិមិត្តត្រង់គំនរឆ្អឹងដែលមិនមានសាច់ជាអារម្មណ៍ទើបកើតជាអធិសង្ឃលិកប្រេតនេះជាវិបាកកម្មដែលនៅសល់2មង្សបេសិកប្រេតប្រេតដែលមានសាច់ជាដុំដ៏ធំតែមិនមានឆ្អឹងបានអណ្ដែតទៅក្នុងអាកាសប្រេតនោះជាអ្នកសម្លាប់គូវះយកសាច់មកហាលឲ្យស្ងួតហើយយកទៅលក់ខ្លះបរិភោគខ្លះដើម្បីចិញ្ចឹមជីវិតធ្វើយ៉ាងនេះជាច្រើនឆ្នាំដោយវិបាកកម្មលុះស្លាប់ទៅកើតក្នុងនរកអស់កាលដ៏យូរលុះផុតពីនរកហើយមាននិមិត្តត្រង់ដុំសាច់ជាអារម្មណ៍ទើបកើតជាមង្សបេសិកប្រេតនេះជាវិបាកកម្មដែលនៅសល់3មង្សបណ្ឌប្រេតប្រេតមានសាច់ជាដុំប្រេតនោះកាលកើតជាមនុស្សជាអ្នកសម្លាប់សត្វស្លាបចាប់សត្វបានហើយបានដកស្លាប់និងបកស្បែកចេញអស់ទើបយកទៅលក់ចិញ្ចឹមជីវិតធ្វើយ៉ាងនេះជាច្រើនឆ្នាំដោយវិបាកកម្មលុះស្លាប់ហើយបានកើតក្នុងនរកអស់កាលដ៏យូរលុះផុតពីនរកហើយមាននិមិត្តត្រង់ដុំសាច់ជាអារម្មណ៍ទើបកើតជាមង្សបេសិកប្រេតមានវងថ្មាតយៈខ្លែងយៈនាំគ្នាឆ្វែលចាប់ខ្វាត់ខ្វែងនេះជាវិបាកកម្មដែលនៅសល់4និច្ឆវិពុរិសៈប្រេតប្រេតមិនមានស្បែករូបរាងស្រដៀងនឹងបុរស
ប្រេតនោះការកើតជាមនុស្សជាអ្នកសម្លាប់ពពែសម្លាប់ហើយបកស្បែកពន្លះយកសាច់យកទៅលក់ខ្លះបរិភោគខ្លះចិញ្ចឹមជីវិតធ្វើយ៉ាងនេះជាច្រើនឆ្នាំដោយវិបាកកម្មលុះស្លាប់ហើយបានកើតក្នុងនរកអស់កាលដ៏យូរលុះផុតពីនរកហើយមាននិមិត្តត្រង់រាងកាយសត្វពពែមិនមានស្បែកជាអារម្មណ៍ទើបកើតជាប្រេតមិនមានស្បែកមានវងថ្មាតយៈខ្លែងយៈនាំគ្នាឆ្វែលចាប់ខ្វាត់ខ្វែងនេះជាវិបាកកម្មដែលនៅសល់ 5. អសិលោមប្រេតប្រេតមានស្បែកជាដាវអណ្ដែតទៅលើអាកាសដាវទាំងនោះរបូតពីរាងកាយហើយហោះឡើងទៅលើត្រឡប់ធ្លាក់មកចាក់លើខ្លួនឯងទៀតយ៉ាងនេះរហូតទៅប្រេតនោះកាលកើតជាមនុស្សជាអ្នកយកដាវសម្រាប់ជ្រូកយកសាច់ទៅលក់ខ្លះបរិភោគខ្លះចិញ្ចឹមជីវិតបានធ្វើយ៉ាងនេះជាច្រើនឆ្នាំដោយវិបាកកម្មលុះស្លាប់ហើយបានកើតក្នុងនរកអស់កាលដ៏យូរលុះផុតពីនរកហើយមាននិមិត្តត្រង់ដាវជាអារម្មណ៍ទើបកើតជាប្រេតមានស្បែកជាដាវនេះជាវិបាកកម្មដែលនៅសល់ 6. សត្វតិលោមប្រេតប្រេតមានរូមជាស្នអណ្ដែតទៅលើអាកាសស្នទាំងនោះរបូតពីរាងកាយហើយហោះឡើងទៅលើត្រឡប់ធ្លាក់មកចាក់លើខ្លួនឯងទៀតយ៉ាងនេះរហូតទៅប្រេតនោះកាលកើតជាមនុស្សធ្លាប់ធ្វើជាព្រានព្រៃប្រើស្នសម្រាប់សត្វយកសាច់ទៅលក់ខ្លះបរិភោគខ្លះចិញ្ចឹមជីវិតបានធ្វើយ៉ាងនេះជាច្រើនឆ្នាំដោយវិបាកកម្មលុះស្លាប់ហើយបានកើតក្នុងនរកអស់កាលដ៏យូរលុះផុតពីនរកហើយមាននិមិត្តត្រង់ស្នជាអារម្មណ៍ទើបកើតជាប្រេតមានរោមជាស្ននេះជាវិបាកកម្មដែលនៅសល់ 7. ពុសុលោមប្រេតប្រេតមានរោមជាព្រួញប្រេតនោះកាលកើតជាមនុស្សធ្លាប់ធ្វើជាពេជ្ជឃាតប្រើធ្នូបាញ់អ្នកទោសបានធ្វើយ៉ាងនេះជាច្រើនឆ្នាំដោយវិបាកកម្មលុះស្លាប់ហើយបានកើតក្នុងនរកអស់កាលដ៏យូរលុះផុតពីនរកហើយមាននិមិត្តត្រង់ព្រួញជាអារម្មណ៍ទើបកើតមកមានរោមជាព្រួញនេះជាវិបាកកម្មដែលនៅសល់ 8. សូចេលោមប្រេតប្រេតមានរោមជាមជុលប្រេតនោះកាលកើតជាមនុស្សធ្លាប់ធ្វើជានាយសារថីបង្ហាត់គោបានយកដៃស្រួចដូចមជុលធ្វើជាស្នចាក់គោបានធ្វើយ៉ាងនោះជាច្រើនឆ្នាំដោយវិបាកកម្មលុះស្លាប់ហើយបានកើតក្នុងនរកអស់កាលដ៏យូរលុះផុតពីនរកហើយមាននិមិត្តត្រង់ស្នជាអារម្មណ៍ទើបកើតមកមានរោមជាមជុលនេះជាវិបាកកម្មដែលនៅសល់ 9. ទុតិយសូចេលោមប្រេតប្រេតមានរោមជាមជុលប្រភេទទី2មជុលទាំងនោះបានចាក់ទៅក្នុងក្បាលហើយចេញមកតាមមាត់ចាក់ចូលក្នុងមាត់ហើយចេញនៅដើមទ្រូងចាក់នៅដើមទ្រូងហើយចេញនៅពោះចាក់នៅពោះហើយចេញតាមជើងទាំងពីរចាក់នៅជើងទាំងពីរហើយចេញនៅកំភួនជើងចាក់នៅកំភួនជើងទាំងពីរហើយចេញនៅបាតជើងទាំងពីរយ៉ាងនេះរហូតទៅប្រេតនោះកាលកើតជាមនុស្សជាអ្នកញុះញង់ពួកមនុស្សទាំងឡាយឲ្យបែកបាក់គ្នាមាត់ប្រៀបដូចជាមជុលចាក់ដោតទើបមានរោមជាមជុលដូច្នោះ 10. កុំភ័ណ្ឌប្រេតប្រេតមានអណ្ដៈធំប៉ុនឆ្នាំងអណ្ដែតទៅលើអាកាសបើពេលដើររមែងលើកអណ្ដៈនោះដាក់លើស្មាហើយលីដើរទៅពេលអង្គុយក៏អង្គុយលើអណ្ដៈនោះវងថ្មាតខ្លែងនាំគ្នាឆ្វែលឆាបចឹកចោះចឹករលាស់ប្រេតនោះទៅមកការកើតជាមនុស្សបានធ្វើជាអ្នកកាត់ក្តីកោងទទួលទ្រព្យគេហើយកាត់ក្តីកោងឲ្យអ្នកខុសទៅជាត្រូវអ្នកត្រូវទៅជាខុស 11. គូថាគោបនិមុខប្រេតប្រេតដែលកប់ក្នុងឧច្ចារៈលិចក្បាលពីអតីតធ្លាប់ជាអ្នកយកប្តីគេប្រពន្ធគេចិត្តស្មោកគ្រូនៅនឹងរបស់ស្មោកគ្រូទើបកើតជាប្រេតកប់ទៅក្នុងឧច្ចារៈលិចក្បាល 12. គូថាខាតកប្រេតប្រេតបរិភោគឧច្ចារៈបានលិចទៅក្នុងរណ្ដៅលាមកលិចទាំងក្បាលដៃទាំងពីរកំពុងកើបលាមកយកមកបរិភោគអតីតជាតិជាព្រាហ្មណ៍អាក្រក់កាលសាសនាព្រះកស្សបៈសម្មាសម្ពុទ្ធបាននិមន្តព្រះសង្ឃមកហើយចាក់លាមកទៅក្នុងស្នាចបាននិមន្តឲ្យលោកឆាន់
នឹងនិមន្តឲ្យលោកយកទៅធ្វើដើម្បីឲ្យពេញចិត្តរបស់ខ្លួនឯងប៉ុណ្ណោះ13និច្ឆវិតកិប្រេតប្រេតស្ត្រីមិនមានស្បែកព្រោះអតីតជាតិជាស្ត្រីប្រព្រឹត្តក្បត់ចិត្តប្តីបានឲ្យសម្ផស្សទៅអ្នកដតីទើបកើតជាស្ត្រីមិនមានស្បែក14ទុក្ខន្ធប្រេតប្រេតស្ត្រីមានរូបរាងមិនស្អាតហើយមានក្លិនស្អុយគឺអតីតជាតិជាស្ត្រីធ្វើនាទីទាស័យរបស់យក្សបញ្ឆោតមនុស្សទាំងឡាយថាបើធ្វើបលីកម្មយ៉ាងនេះដោយរបស់នេះនឹងបានយ៉ាងនេះយ៉ាងនេះហើយក៏យកគ្រឿងក្រអូបនិងផ្កាជាដើមរបស់គេទើបកើតជាប្រេតមានក្លិនស្អុយព្រោះលួចគ្រឿងក្រអូបនិងផ្កាជាដើមហើយមានរូបរាងមិនសមប្រកបព្រោះធ្វើឲ្យមហាជួនយល់ខុស15អោគិលនីប្រេតស្ត្រីដេកនៅក្នុងគំនរភ្លើងអតីតជាតិជាអ្នកប្រច័ណ្ឌប្តីបានយកផ្ទះរងើកភ្លើងទៅចាក់លើស្ត្រីរួមស្វាមី16អាស័យសាប្រេតមិនមានក្បាលភ្នែកនិងមាត់នៅនឹងដើមទ្រូងអតីតជាតិជាពេជ្ជឃាតកាត់ក្បាលចោលតាមបញ្ជារបស់ព្រះរាជា17ភិក្ខុប្រេតមានរូបរាងដូចជាភិក្ខុអណ្ដែតទៅលើអាកាសសង្ឃាដីបាតវត្តពួនចង្កេះនិងរាងកាយត្រូវភ្លើងឆេះស្រែកយំដោយសេចក្តីទុក្ខវេទនាអតីតជាតិជាភិក្ខុលាមកបរិភោគបច្ច័យ4ដែលគេថ្វាយដោយសទ្ធាជាអ្នកមិនសង្រួមកាយទ្វានិងវចីទ្វាបំផ្លាញអាជីវៈរបស់ភិក្ខុហើយលេងសប្បាយតាមអំពើចិត្ត18ភិក្ខុនីប្រេតមានរូបរាងដូចជាភិក្ខុនីមានកម្មដូចគ្នានឹងភិក្ខុប្រេតទី17នោះដែរ19សិក្ខមាណាប្រេតមានរូបរាងដូចជាសិក្ខមាណាគឺអ្នកត្រៀមបួសជាភិក្ខុនីរក្សាសិល10ដោយសាមណេរតែ6ខខាងដើមនៃសិល10ហាមដាច់រក្សាយ៉ាងនេះ2ឆ្នាំបើមិនដល់2ឆ្នាំហើយដាច់សំបីនៅមួយថ្ងៃទៀតគម្រប់2ឆ្នាំហើយដាច់ក៏ត្រូវរក្សាសិលនោះទៅ2ឆ្នាំទៀតបើរក្សាបានទើបបួសជាភិក្ខុនីបានឯបុព្វកម្មក៏ដូចប្រេតភិក្ខុនីដែរ20សាមណេរប្រេតមានរូបរាងដូចសាមណេរបុព្វកម្មក៏ដូចប្រេតភិក្ខុដែរ21សាមណេរីប្រេតមានរូបរាងដូចសាមណេរីបុព្វកម្មក៏ដូចប្រេតភិក្ខុនីដែរប្រេតទាំង21ពួកនេះជាប្រេតដែលព្រះមហាបូកលៀនឃើញនៅភ្នំកិច្ចកោฏនៅពេលដែលកំពុងនិមន្តទៅបិណ្ឌបាតជាមួយព្រះលក្ខណៈហើយបានរួបរួមសម្ដែងទុកក្នុងព្រះវិន័យប្រេតក្នុងធម្មបទនៅក្នុងធម្មបទព្រះមហាបូកលៀនបានឃើញដូចជាអចករង្គប្រេតពោះថ្លាន់ខ្លួនវែងប្រមាណ25យោជន៍មានភ្លើងឆេះពីក្បាលរៀលដល់កន្ទុយឆេះពីកន្ទុយរៀលដល់ក្បាលឆេះពីកណ្ដាលនិងកន្ទុយរៀលដល់កណ្ដាលខ្លួនបុព្វកម្មគឺនៅក្នុងរឿងសេដ្ឋីបានឃើញភ្លើងឆេះកុដដែលខ្លួនបានកសាងថ្វាយព្រះពុទ្ធហើយទះដៃសប្បាយចិត្តគឺកាលនោះមានបុរសវាយឆ្នាំងទឹកសម្រាប់ឆាន់សម្រាប់ប្រើប្រាស់របស់ព្រះកស្សបៈសម្មាសម្ពុទ្ធហើយដុតគន្ធកុដបុរសនោះអស់អាយុហើយក៏ធ្លាក់អវជ័យនរកអស់កាលអាយុលុះអស់អាយុក្នុងនរកហើយបានមកកើតជាអចករង្គប្រេតត្រូវភ្លើងឆេះអាស្រ័យនៅនឹងភ្នំកិច្ចកោฏដោយវិបាកកម្មដែលនៅសល់ព្រះសាស្តាទ្រង់ជ្រាបហើយទ្រង់ត្រាស់ថាបុគ្គលពាលធ្វើកម្មទាំងឡាយដល់លាមករមែងមិនដឹងថានឹងមានផលយ៉ាងនេះអ្នកខ្សោយបញ្ញារមែងក្តៅក្រហាយព្រោះកម្មរបស់ខ្លួនឯងដោយត្រូវភ្លើងឆេះដូច្នោះការកប្រេតក្អែកកម្ពស់ប្រមាណ25យោជន៍ត្រូវភ្លើងឆេះនៅកំពូលភ្នំកិច្ចកោฏបុព្វកម្មគឺកើតជាសត្វក្អែកបានលួចស៊ីបាយដែលគេនាំមកដើម្បីថ្វាយសង្ឃសាវករបស់ព្រះកស្សបៈសម្មាសម្ពុទ្ធអាហារនោះគេនាំមកដើម្បីសង្ឃតែមិនទាន់បានថ្វាយសង្ឃប្រសិនបើគេបានថ្វាយសង្ឃហើយក្អែកនោះនឹងបាបច្រើនជាងនេះសតិគោដប្រេតមួយទៀតមានអត្តភាព3គីឡូវុធគឺ12គីឡូម៉ែត្រ
ត្រូវញញួរដែក60000ដែលភ្លើងកំពុងឆេះសន្ធោសន្ធៅហើយធ្លាក់មកចំបង្ហើយប្រែតនោះធ្វើឲ្យបែកក្បាលហើយក៏មានដូចដើមវិញញញួរក៏ធ្លាក់មកលើយ៉ាងនោះទៀតជារៀងរហូតទៅបុព្វកម្មកាលនៅជាមនុស្សពិការមានវិជាផ្ទាត់ដុំគ្រោះយកដុំគ្រោះផ្ទាត់ចូលត្រចៀករបស់ព្រះបច្ចេកពុទ្ធធ្លុះដល់ម្ខាងទៀតជាហេតុឲ្យព្រះបច្ចេកពុទ្ធមានទុក្ខវេទនារហូតដល់និព្វានបុរសនោះត្រូវអ្នកស្រុកសម្លាប់នៅទីនោះឯងហើយក៏ទៅកើតក្នុងអវជ័យមហានរករហូតផែនដីនេះមានកម្ពស់ប្រយោជន៍ហើយមកកើតជាប្រេតនៅនឹងភ្នំកិច្ចកោฏនេះដោយផលកម្មដែលនៅសល់ព្រះសាសនាទ្រង់ត្រាស់ពីបុព្វកម្មរបស់ប្រេតនោះហើយទើបត្រាស់នឹងភិក្ខុថាសិល្បៈឬអ្នកធំមានអំណាចប្រសិនបើកើតនឹងបុគ្គលពីលរមែងកើតឡើងដើម្បីសេចក្តីវិនាសព្រោះថាបុគ្គលមានសិល្បៈឬអ្នកធំមានអំណាចដែលជាបុគ្គលពីលរមែងធ្វើខ្លួនឯងឲ្យវិនាសទ្រង់ត្រាស់គាថានេះថាចំណេះដឹងកើតនឹងបុគ្គលពីលដើម្បីសេចក្តីវិនាសប៉ុណ្ណោះចំណេះដឹងនោះរមែងកំចាត់កុសលធម៌របស់បុគ្គលពីលគឺញ៉ាំងបញ្ញារបស់ខ្លួនឲ្យធ្លាក់ចុះប្រេតផ្សេងមានច្រើនទៀតដែលសម្ដែងក្នុងត្រៃបិដកពេតវត្ថុការរស់នៅរបស់ប្រេតមានផ្សេងគ្នាតាមសំគួរនឹងកម្មរបស់ខ្លួនអាយុក៏មិនទៀងទាត់មានវែងដល់ពុទ្ធន្តរគឺរវាងព្រះពុទ្ធមួយអង្គទៅមួយអង្គក៏មានប្រេតដែលទទួលកុសលបានបណ្ដាប្រេតដែលពោលមកហើយទាំងអស់ប្រេតដែលទទួលកុសលពីអ្នកដតីឧទ្ទិសទៅឲ្យបានមានតែបរតតុបជីវកប្រេតមួយពួកប៉ុណ្ណោះជាអ្នកមកកើតនៅបរិវេណផ្ទះដែលយើងហៅថាខ្មោចដូចជាអ្នកដែលត្រូវគេស្លាប់ភ្លាមឬស្លាប់ធម្មតាក៏ដោយតែមុននឹងស្លាប់មានសេចក្តីហួងហែងអាល័យហើយកើតជាប្រេតនៅបរិវេណផ្ទះនោះឯងនឹងអាចមកប្រកាសខ្លួនឲ្យពួកញាតិឬអ្នកដតីបានឃើញដែលយើងហៅថាខ្មោចឬហៅថាប្រេតនោះឯងជានោះសោនៃសោតពលអំពីការឧទ្ទិសកុសលឲ្យអ្នកស្លាប់កាលនោះជានោះសោនៃព្រាហ្មណ៍ទូលសួរព្រះដ៏មានព្រះភិក្ខថាពួកខ្ញុំព្រះអង្គរមែងឲ្យទានព្រោះមានសេចក្តីជឿថាទានអាចសម្រេចដល់ញាតិទាំងឡាយដែលស្លាប់ទៅហើយតើទាននោះអាចសម្រេចដល់ញាតិទាំងឡាយដែលស្លាប់ទៅហើយញាតិដែលស្លាប់ទៅទាំងនោះបានទទួលទាននោះដែរឬទេព្រះអង្គទ្រង់ត្រាស់ថាទាននោះរមែងបានសម្រេចក្នុងឱកាសដែលគួរមិនបានសម្រេចក្នុងឱកាសដែលមិនគួរមនាលព្រាហ្មណ៍បុគ្គលខ្លះក្នុងโลกនេះជាអ្នកសម្លាប់សត្វលួចទ្រព្យអ្នកដទៃប្រព្រឹត្តខុសក្នុងកាមនិយាយកុហកនិយាយញុះញង់និយាយពាក្យជេរនិយាយឥតប្រយោជន៍ចង់បានទ្រព្យអ្នកដទៃមានចិត្តប្រទុសរាយយល់ឃើញខុសបុគ្គលនោះលុះស្លាប់ហើយធ្លាក់នរកបុគ្គលនោះរមែងចិញ្ចឹមជីវិតនៅក្នុងនរកដោយអាហាររបស់សត្វនរកនោះសត្វនរកនោះមិនបានទទួលទានដែលពួកញាតិឧទ្ទិសទៅឲ្យនោះទេមួយទៀតបុគ្គលខ្លះក្នុងโลกនេះជាអ្នកសម្លាប់សត្វលួចទ្រព្យអ្នកដទៃប្រព្រឹត្តខុសក្នុងកាមនិយាយកុហកនិយាយញុះញង់និយាយពាក្យជេរនិយាយឥតប្រយោជន៍ចង់បានទ្រព្យអ្នកដទៃមានចិត្តប្រទុសរាយយល់ឃើញខុសបុគ្គលនោះលុះស្លាប់ហើយទៅកើតជាសត្វដេរិឆានសត្វដេរិឆានរមែងចិញ្ចឹមជីវិតដោយអាហាររបស់សត្វដេរិឆាននោះសត្វដេរិឆាននោះមិនបានទទួលទានដែលពួកញាតិឧទ្ទិសទៅឲ្យនោះទេមួយទៀតបុគ្គលខ្លះជាអ្នកមិនសម្លាប់សត្វមិនលួចទ្រព្យមិនប្រព្រឹត្តខុសក្នុងកាមមិនកុហកមិននិយាយញុះញង់មិននិយាយពាក្យជេរមិននិយាយឥតប្រយោជន៍មិនចង់បានទ្រព្យអ្នកដទៃមិនប្រទុសរាយយល់ឃើញត្រូវលុះបុគ្គលនោះស្លាប់ទៅរមែងកើតជាមនុស្សបុគ្គលនោះរមែងចិញ្ចឹមជីវិតនៅក្នុងមនុស្សនោះដោយអាហាររបស់មនុស្សនោះមិនបានទទួលទានដែលពួកញាតិឧទ្ទិសទៅឲ្យនោះទេមួយទៀតបុគ្គលខ្លះជាអ្នកមិនសម្លាប់សត្វមិនលួចទ្រព្យមិនប្រព្រឹត្តខុសក្នុងកាមមិនកុហកមិននិយាយញុះញង់មិននិយាយពាក្យជេរមិននិយាយឥតប្រយោជន៍មិនចង់បានទ្រព្យអ្នកដទៃមិនប្រទុសរាយយល់ឃើញត្រូវ
បុគ្គលនោះលុះស្លាប់ទៅកើតជាទេវតាបុគ្គលនោះរមែងចិញ្ចឹមជីវិតនៅក្នុងទេវលោកដោយអាហាររបស់ទេវតាទេវតានោះមិនបានទទួលទានដែលពួកញាតិឧទ្ទិសទៅឲ្យនោះទេមួយទៀតបុគ្គលខ្លះជាអ្នកសម្លាប់សត្វលួចទ្រព្យអ្នកដទៃប្រព្រឹត្តខុសក្នុងកាមនិយាយកុហកនិយាយញុះញង់និយាយពាក្យជេរនិយាយឥតប្រយោជន៍ចង់បានទ្រព្យអ្នកដទៃមានចិត្តប្រទុសរាយយល់ឃើញខុសបុគ្គលនោះលុះស្លាប់ទៅរមែងកើតជាប្រេតគឺបរតតុបជីវិកប្រេតបុគ្គលនោះរមែងចិញ្ចឹមជីវិតដោយអាហាររបស់ប្រេតនោះគឺញាតិរបស់ប្រេតនោះបានធ្វើបុណ្យឧទ្ទិសទៅឲ្យប្រេតនោះរមែងចិញ្ចឹមជីវិតដោយផលនៃទាននោះប្រេតនេះឯងមានឱកាសទទួលទានដែលពួកញាតិឧទ្ទិសទៅឲ្យបានព្រាហ្មណ៍ទូលសួរថាប្រសិនបើញាតិដែលស្លាប់ទៅហើយមិនបានទទួលផលនៃទាននោះទេតើអ្នកណាណោនឹងបានបរិភោគទាននោះព្រះអង្គទ្រង់ត្រាស់ថាពួកញាតិដទៃទៀតដែលស្លាប់ទៅហើយរមែងបានបរិភោគផលនៃទាននោះព្រាហ្មណ៍ទូលសួរថាបើញាតិដែលស្លាប់ទៅហើយមិនបានកើតជាប្រេតទេនឹងញាតិដទៃដែលស្លាប់ទៅហើយក៏មិនមានតើអ្នកណាណោបានបរិភោគផលនៃទាននោះទ្រង់ត្រាស់ថាពួកញាតិដែលស្លាប់ទៅហើយអស់កាលដ៏យូរក្នុងវដ្តសង្សារហើយមិនកើតជាប្រេតមិនមានទេម្យ៉ាងទៀតអ្នកដែលឲ្យទានក៏មិនឥតប្រយោជន៍គឺផលនៃទាននោះរមែងបានមកដល់ខ្លួនអ្នកឲ្យវិញក្នុងរឿងនេះសម្ដែងសង្ខេបប៉ុណ្ណេះចង្អុលឲ្យឃើញថាមានតែបរតតុបជីវិកប្រេតប៉ុណ្ណោះដែលទទួលផលនៃទានដែលពួកញាតិធ្វើបុណ្យឧទ្ទិសទៅឲ្យបានទោះជាប្រេតប្រភេទដែលទទួលកុសលបានក៏ដោយតែបើមិនមានអ្នកឧទ្ទិសកុសលទៅឲ្យទេក៏មិនអាចទទួលកុសលនោះបានដែរបើប្រេតនោះមិនដឹងក៏មិនបានទទួលឬដឹងតែមិនត្រេកអរក្នុងការអនុមោទនាក៏មិនបានទទួលដែរភូមិអសុរកាយភូមិរបស់អសុរកាយឈ្មោះថាអសុរកាយភូមិអសុរកាយជាសត្វពួកមួយមិនរុងរឿងក្នុងការជាធំនិងមិនសប្បាយរីករាយឧបមាដូចជាមនុស្សទាំងឡាយក្នុងโลกនេះអ្នកខ្លះបានធ្វើទុច្ចរិតខុសច្បាប់ប្រទេសជាតិហើយត្រូវដាក់គុកបុគ្គលនោះបានរងទុក្ខច្រើនប្រការដូចជាអត់លំបាកក្នុងអាហារទោះជាបានអាហារក៏ជាអាហារដែលអន់រហូតដល់សម្លៀកបំពាក់ទីដេកទីអាស្រ័យសុទ្ធតែមិនល្អមិនតែប៉ុណ្ណោះត្រូវនៅក្នុងគុកជើងជាប់ខ្នោះទៀតផងគេបានទទួលទុក្ខវេទនាក្នុងការរស់នៅយ៉ាងនោះទើបហៅថាមិនរុងរឿងក្នុងការជាធំគឺមិនមានឥស្សរៈនិងមិនសប្បាយរីករាយមិនដូចបុគ្គលដែលនៅខាងក្រៅដែលជាអ្នកមានទ្រព្យបុគ្គលទាំងនេះរមែងបាននៅសេចក្តីសុខជាអ្នកមានឥស្សរៈក្នុងការរស់នៅទើបហៅបុគ្គលទាំងនោះថាមានសេចក្តីរុងរឿងក្នុងការជាធំនិងស្រណុកសប្បាយដែលផ្ទុយគ្នានឹងបុគ្គលដែលត្រូវជាប់គុកដូចបានពោលមកហើយយ៉ាងណាមិញអសុរៈគឺមានជីវិតដូចគ្នាក្នុងន័យនេះកាលកញ្ចិកអសុរៈពួកនេះសោយទុកដោយមានខ្យល់និងកម្ដៅថ្ងៃព្រោះមានតែស្បែកដណ្ដប់ឆ្អឹងប៉ុណ្ណោះមានកម្ពស់ប្រមាណ60ហត្ថឬ80ហត្ថមិនសូវមានកម្លាំងព្រោះមានសាច់ឈាមតិចអត្តភាពមានពណ៌ដូចស្លឹកឈើងាប់ភ្នែកលៀនដូចភ្នែកក្តាមមានមាត់ប៉ុនមជុលនៅចំកណ្ដាលក្បាលធម្មតាអសុរកាយមិនមានភូមិជាទីលំនៅដោយចំពោះទេតែនៅតាមទីឋានផ្សេងៗក្នុងមនុស្សលោកនេះឯងបុគ្គលខ្លះក្នុងលោកនេះជាអ្នកមានយសនិងទ្រព្យល្មមសមគួរឬមានយសខ្ពង់ខ្ពស់មានទ្រព្យច្រើនក៏ដោយតែមានចិត្តមិនល្អឬមានការស្ដាប់តិចដូច្នេះមិនអាចដឹងថាបុគ្គលណាគួរសរសើរគួរលើកតម្កើងបុគ្គលណាមិនគួរសរសើរមិនគួរលើកតម្កើងដូច្នេះទើបប្រើអំណាចនិងទ្រព្យទៅក្នុងផ្លូវខុសគឺសង្កត់សង្កិនគំរាមកំហែងពោលពាក្យមើលងាយតេះឌីលបុគ្គលដែលមានគុណធម៌ល្អមានសិលគួរឲ្យសរសើរគួរឲ្យលើកតម្កើងជាដើមតែបុគ្គលនោះជាអ្នកប្រព្រឹត្តទុច្ចរិត
ខុសសិលធម៌ទៅជាសរសើរបុគ្គលដែលគួរតេះដៀលបុគ្គលដែលគួរសរសើរហើយជួយឧបត្ថម្ភបុគ្គលមិនល្អនោះលោកស្លាប់ទៅរមែងទៅកើតក្នុងអសុរកាយភូមិចំណែកអបាយ4ជាទុក្ខតិដោយត្រង់និងដោយអនុលោមនរកសត្វដេរិឆានប្រេតនិងអសុរកាយទាំង4ពួកនេះហៅថាអបាយភូមិទាំង4នេះហៅថាទុក្ខតិភូមិព្រោះជាទីកើតនៃសត្វទាំងឡាយដែលមានសេចក្តីលំបាកនរកប្រេតនិងអសុរកាយហៅថាទុក្ខតិដោយត្រង់ឯសត្វដេរិឆានហៅថាទុក្ខតិគឺហៅដោយអនុលោមព្រោះសត្វដេរិឆានខ្លះមានសេចក្តីសុខច្រើនហើយមានឫទ្ធិច្រើនក៏មានដូចជាសត្វនាគជាដើមវគ្គនេះចប់ត្រឹមនេះសិនវគ្គតទៅវីដេអូទី17នឹងសម្ដែងអំពីកាមសុគតិភូមិជាដើម